បាល់ទាត់ជាកីឡាដ៏មានប្រជាប្រិយភាពនៅទូទាំងពិភពលោកហើយបាល់ទាត់តែងតែត្រូវបានគេជ្រើសរើសយករៀបចំដើម្បីសប្បុរសធម៌ភាពសប្បាយរីករាយនិងបង្កើនមិត្តភាពសាមគ្គីភាពពីស្ថាប័នមួយទៅស្ថាប័នមួយផងដែរជាក់ស្ដែងកាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ RTNK ឆ្នាំ2025ដែលរៀបចំឡើងដោយ RTNK Group បានចាប់ផ្ដើមឡើងជាផ្លូវការដោយមាន16ក្រុមចូលរួមប្រកួតប្រជែងពានរង្វាន់ខាងលើនេះត្រូវបានរៀបចំឡើងក្រោមការផ្ដួចផ្ដើមនិងដឹកនាំដោយផ្ទាល់ពីលោកអង្ញាឈៀងសុវណ្ណរតនៈក្នុងគោលបំណងដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំរឹតចំណងមិត្តភាពសាមគ្គីភាពនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាតាមរយៈវិស័យកីឡាលោកអង្ញាឈៀងសុវណ្ណរតនៈស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុន RTNK Group បានមានប្រសាសន៍ថាការរៀបចំឲ្យមានការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់នេះនឹងអាចចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសស្មារតីជំរុញការគ្រប់គ្រងឲ្យកាន់តែមានសន្ទុះទៅមុខនិងមានភាពរីកចម្រើនធៀបទៅនឹងស្តង់ដារក្នុងតំបន់និងអន្តរជាតិ RTNK Group ជឿជាក់យ៉ាងមុតមាំថាសកម្មភាពរបស់យុវជនក្នុងការលេងកីឡានេះនឹងរួមចំណែកបន្ថែមទៀតក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាដោយឈរលើស្មារតីកីឡារស់ក្នុងសន្តិភាពនិងប្រជាជនម្នាក់លេងកីឡាមួយប្រភេទដោយធ្វើយ៉ាងណាជំរុញវិស័យកីឡាឲ្យក្លាយជាចលករជាតិដ៏រស់រវើកមួយសម្រាប់យុវជននិងប្រជាជនកម្ពុជាសូមជម្រាបជូនថាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់នេះបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2024រហូតដល់ថ្ងៃទី5ខែមករាឆ្នាំ2025ដោយមានការចូលរួមពីកីឡាករសរុបចំនួន16ក្រុមដែលក្រុមនីមួយៗមានកីឡាករចំនួន9នាក់ផ្អែកតាមរូបមន្តនៃការប្រកួតកីឡាករលេង6នាក់និងកីឡាករបម្រុង3នាក់រាល់ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង4រសៀលដល់ម៉ោង6ល្ងាចនៅក្លឹបកីឡា Platinum ជ្រោយចង្វា